សូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំទៀតណាបងប្អូនចាអញ្ចឹងថ្ងៃនេះខ្ញុំចង់ប្រាប់បងប្អូនពីវិធីសាស្ត្រថ្មីមួយទៀតហើយបងប្អូនចាដែលខ្ញុំចង់ប្រាប់បងប្អូនពីវិធីនៅក្នុងការ remove watermark នេះចេញនៅលើរូបថតរបស់យើងហ្នឹងហើយអញ្ចឹងជាធម្មតាបងប្អូនខ្លះគាត់តែងតែ download រូបភាពពីអ៊ីនធឺណិតឬក៏ពីកម្មវិធីអីផ្សេងដើម្បីយកទៅធ្វើការកាត់តយកទៅប្រើប្រាស់នៅក្នុងគោលបំណងអីផ្សេងខុសគ្នាអញ្ចឹងទៅអញ្ចឹងតើតោងជាមួយនឹង background ខ្លះបើយើង download វាជាប់ watermark ណាអញ្ចឹងបើសិនជាបងប្អូនចង់ដោះវាចេញបងប្អូនចូលមកក្នុងកម្មវិធី Pocket នេះបានចាហ្នឹងហើយអញ្ចឹងកម្មវិធីនេះបងប្អូនគ្រាន់តែធ្វើការ download នៅក្នុង App Store សម្រាប់ iPhone និង Play Store សម្រាប់ Samsung សម្រាប់ Android ចាហើយបងប្អូន log in ចូលទៅអូខេអញ្ចឹងបន្ទាប់ពីបងប្អូនធ្វើការ log in ចូលទៅក្នុង app ហ្នឹងហើយបងប្អូនធ្វើការបងប្អូននឹងឃើញនេះយើងនឹងចូលមកកាន់ផ្ទាំងបែបនេះណាហ្នឹងហើយអញ្ចឹងបន្ទាប់មកបងប្អូនធ្វើការ scroll ចុះមកខាងក្រោមទៅដើម្បីស្វែងរកជាមួយនឹងពាក្យថាwatermark នេះបងប្អូននេះ remove watermark នេះណាបងប្អូនហ្នឹងហើយអញ្ចឹងពេលបងប្អូនមកដល់កន្លែងហ្នឹងហើយបងប្អូនធ្វើការចុចកន្លែងពាក្យ remove watermark ហ្នឹងទៅហើយធ្វើការ add ជាមួយនឹងរូបថតដែលជាប់ជាមួយនឹង watermark នៅខាងក្រោយមិញរបស់យើងហ្នឹងណាធ្វើការ add ជាមួយនឹងរូបហ្នឹងចូលចាអញ្ចឹងបន្ទាប់ពី add ចូលហើយបងប្អូនបន្តទៅចុចជាមួយនឹងពាក្យថា detect and remove បងប្អូនហ្នឹងហើយនេះនៅខាងក្រោមហ្នឹងណា detect and remove ហ្នឹងហើយធ្វើការចុចទៅលើពាក្យហ្នឹងទៅបន្តមកទៀតវានឹងធ្វើការ generate រូបហ្នឹងហើយអញ្ចឹងបងប្អូនធ្វើការរងចាំបន្តិចទៅវានឹងធ្វើការ generate ដកជាមួយនឹងអា watermark ចេញឲ្យយើងណាហើយនាទីវានៅខាងក្រោមនេះបងប្អូនចានៅពេលដែលវាដល់គ្រប់ 100% វានឹងលុបជាមួយនឹងអា watermark អក្សរតូចដែលជាប់នៅលើរូបថតហ្នឹងឲ្យយើងហើយបងប្អូនអូខេអញ្ចឹងបងប្អូនឃើញនេះគឺដកចេញបានស្អាត clear ខ្លាំងមែនតើហ្មងណាអញ្ចឹងបន្តមកទៀតនៅពេលដែល remove ចេញអស់ហើយបងប្អូនចង់បានរូបនឹងយកទៅប្រើប្រាស់បងប្អូនទៅចុចកន្លែងសញ្ញាព្រួយនៅខាងលើនេះណាបងប្អូនចាអូខេនេះសញ្ញាព្រួយនៅខាងលើនេះធ្វើការចុច select ទៅលើនឹងទៅបន្តមកទៀតបងប្អូនទៅចុចជាមួយនឹងពាក្យថា save to gallery នេះចាអូខេអញ្ចឹងនៅពេលដែលវាបាន save successful រួចរាល់ហើយរូបនោះវាចូលទៅក្នុងកន្លែង photo របស់យើងនៅក្នុងទូរស័ព្ទដៃអញ្ចឹងបងប្អូនអាចធ្វើការយកវាដើម្បីប្រើប្រាស់បានហើយបងប្អូនចាអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាចាំជួយ subscribe channel ខ្ញុំមួយផងណាខ្ញុំនឹងចែករំលែកពីអីថ្មីទៀតជូនបងប្អូនចាជម្រាបលា